Ok,នេះជាមេរៀនទី1ក្នុងការរៀន Analysis Technical Analysis សម្រាប់ទីផ្សារដែលយើងរៀន Technical Analysis ហ្នឹងដើម្បីឲ្យដឹងទិសដៅរបស់ផ្សារថាវាទៅលើឬក៏ទៅក្រោមដើម្បីយើងជាអ្នក trade ហ្នឹងសម្រាប់ចិត្តក្នុងការ buy sell ឬក៏បើក position buy និង sell អញ្ចឹងសម្រាប់យើងដៃថ្មីយើងរៀន Technical Analysis ហ្នឹងគឺយើងត្រូវស្គាល់ពីរសិនតើតើជាមួយនឹង support និង resistance តើតើមួយរៀន Technical Analysis ហ្នឹងពីរហ្នឹងសំខាន់ក្នុងការចាប់ផ្ដើមរៀន trade ដំបូងហ្នឹងគឺយើងត្រូវឲ្យស្គាល់ពីរហ្នឹងឲ្យច្បាស់តំបន់ណាជាតំបន់ support តំបន់ណាជាតំបន់ resistance តើតើជាមួយនឹង support គឺជាតំបន់មួយដែលនៅខាងក្រោមដែលយើងចាប់វានៅខាងក្រោមទាំងអស់ហ្នឹងតំបន់ទាំងអស់ហ្នឹងគឺវាជា support អាហ្នឹងគឺជា support ទាំងអស់ឲ្យតែវានៅខាងក្រោមយើងហៅវាថាជា support អញ្ចឹងកន្លែងនេះក៏ជា support ដែរនេះហើយនេះជា support ដូចគ្នាអញ្ចឹងតើតើជាមួយនឹង support គឺជាតម្លៃបាតតម្លៃទៀតនៅខាងក្រោមដែលយើងចាប់វាជា support យើងត្រូវស្គាល់ច្បាស់ថាកន្លែងណាជា support កន្លែងណាជា resistance នេះខាងក្រោមឲ្យតែវានៅខាងក្រោមហ្នឹងគឺវាជា support ហើយមិនថាវាស្ថិតនៅកន្លែងណាទេកន្លែងនេះក៏ជា support ដែរប៉ុន្តែ support ដែលល្អគឺគេយក support ដែលវាធ្លាក់មកខ្លាំងលក្ខណៈថាវាស្រួចមកក្រោមអញ្ចឹងវានៅតម្លៃបាតអាហ្នឹងគេចាប់ជា support ដែលល្អនេះក៏ជា support ដែរតម្លៃនេះក៏ជា support ប៉ុន្តែ support ដែលល្អគឺគេយកអាតម្លៃដែលទាបខ្លាំងនេះតម្លៃដែលវាធ្លាក់មកជ្រៅណាហ្នឹងគេចាប់វាជា support វាដាក់តួជា support ដើម្បីយកទៅ apply ឬក៏យកទៅ set up ទៅចាប់ទៅលើ technical ណាមួយគឺគេយកអាតម្លៃបាតជ្រៅហ្នឹងខាងក្រោមហ្នឹងជា support នេះជា support អញ្ចឹងមិនថាកន្លែងណាក៏ដោយក្រៅពីតំបន់ដែលខ្ញុំបាន5ទេគឺគេចាប់វាជា support ទាំងអស់ហ្នឹងជា support ហើយនៅកន្លែងផ្សេងដែលខ្ញុំអត់បានដាក់អក្សរ support ហ្នឹងក៏វាជា support ដូចគ្នាអាហ្នឹងឈ្មោះវាគឺគេចាប់ជា support ហើយមួយទៀតតទៅជាមួយនឹង resistance ម្ដងធ្វើម៉េចដឹងថាតំបន់ណាជា resistance នេះដែលខ្ញុំដាក់ថា resistance នេះ resistance ហ្នឹងគឺជាតំបន់មួយដែលនៅខាងលើតំបន់មួយដែលខ្ពស់នៅខាងលើ resistance ឲ្យតែវានៅខាងលើចុងស្រួចខាងលើជា resistance មានជា resistance ជាតំបន់កំពូលជាតំបន់ខ្ពស់នៅចំណុចខាងលើជា resistance ឲ្យតែវាស្ដួយដូចទៅលើហ្នឹងគេចាប់វាជា resistance ណាខាងលើនេះជា resistance សុទ្ធតែ resistance ទាំងអស់តែទាំងជាមួយនឹង resistance ដូចគ្នាគឺគេយក resistance ដែលវាខ្ពស់ជាងគេអានេះក៏វាដើរតួជា resistance ដូចគ្នាប៉ុន្តែចំណុចដែលគេចាប់ resistance ដែលល្អគឺគេយកអា resistance ដែលខ្ពស់ជាងគេនេះអាហ្នឹងគេចាប់វាជា resistance អញ្ចឹងយើងមកបន្តទៀតតទៅជាមួយនឹងមេរៀនទី1របស់យើងដែលខ្ញុំដាក់សញ្ញាសួរថាទិញនៅ support ចាំបើសិននៅក្នុងករណីមួយដែលយើងអត់ស្គាល់ថាកន្លែងណាជា support យើងទៅទិញបែបម៉េចកន្លែងណាជា support អញ្ចឹងបើសិនណាយើងដឹងថាកន្លែងហ្នឹងជា support គឺជាតម្លៃបាតក្នុងការលេងផ្សារបើសិនណាយើងទិញនៅតម្លៃបាតទីផ្សារឡើងទៅខ្ពស់យើងមិនចំណេញទិញនៅតម្លៃបាតទិញនៅ support ទីផ្សារឡើងទៅយើងមិនចំណេញអញ្ចឹងតើតើជាមួយនឹងទិញនៅ support គឺគេសំដៅឲ្យយើងបើសិនណាយើងចង់ទិញយើងទិញនៅ support គឺជាតម្លៃបាតអញ្ចឹងរបស់អីមួយយើងទិញនៅតម្លៃបាតបើសិនរបស់នឹងវាឡើងថ្លៃយើងអាចទទួលផលចំណេញបានច្រើនអញ្ចឹងតើតើជាមួយនឹងវិស័យ trade ហ្នឹងដូចគ្នាយើងទិញនៅតម្លៃបាតបើសិនណាទីផ្សារវាឡើងទៅខ្ពស់អានឹងយើងចំណេញច្រើនហើយមួយទៀតតើតើជាមួយនឹងពាក្យថាលក់នៅ resistance ចុះបើសិនណាយើងអត់ទាន់ស្គាល់ថា resistance ហ្នឹងនៅកន្លែងណាកន្លែងចំណុចមួយណាដែលគេចាប់វាជា resistance នេះអញ្ចឹងចំណុចដែលគេចាប់វា resistance គឺចំណុចដែលនៅខាងលើហ្នឹងស្រួយខាងលើហ្នឹងគេចាប់វាជា resistance ហើយចុះបើយើងអត់ស្គាល់ថា resistance នៅកន្លែងណាហើយមួយទៀតគេថាលក់នៅ resistance គេសំដៅឲ្យយើងលក់នៅ resistance នេះគេសំដៅឲ្យយើងលក់នៅតំបន់កំពូលតំបន់ resistance នេះអញ្ចឹងបើសិនណាយើងក្នុងការលេងផ្សារវាមាន sell និង buy បើសិនណាយើង buy ទីផ្សារឡើងយើងចំណេញ buy នៅ support បើសិនណាយើងលក់នៅ resistance បើសិនណាយើងលក់នៅ resistance ទីផ្សារធ្លាក់មកយើងមិនចំណេញហើយដូចគ្នានៅពេលដែលយើងលក់នៅ resistance ទីផ្សារធ្លាក់មកយើងចំណេញនេះសត្វ resistance យើងលក់នៅ resistance ទីផ្សារធ្លាក់មកចំណេញអញ្ចឹងបើសិនណាគេថាលក់នៅ resistance គឺគេសំដៅឲ្យយើងលក់នៅ resistance លក់នៅតំបន់ដែលខ្ពស់ហើយបើសិនណាទិញនៅ support មានថាគេសំដៅឲ្យយើងបើសិនណាយើងចង់បើកក្នុងបើក position buy យើង buy នៅខាងក្រោម buy នៅ support buy នៅតម្លៃបាតទិញនៅតម្លៃបាតនៅពេលដែលទីផ្សារឡើងទៅយើងមិនចំណេញអញ្ចឹងបើសិនណាយើងអត់ស្គាល់ពីតើតើជាមួយនឹង support និង resistance ហ្នឹងទេចុះបើគេប្រាប់ថាទិញនៅ support លក់នៅ resistance ជាទ្រឹស្ដីមួយជា technical មួយដែលគេ apply ទៅលើទីផ្សារ trade ចំណេញបានផលច្រើនតែបើយើងអត់ស្គាល់ពីហ្នឹងក៏យើងអត់ដឹងធ្វើមិនដែរបើសិនណាយើងអត់ស្គាល់ថាតំបន់នេះជាតំបន់ support យើងបែរជាលក់នៅ support
ទីផ្សារធ្លាប់ប៉ះ support ឲ្យឡើងតែបើសិនណាយើងលក់នៅ support វាមិនធ្លាក់ដោយសារទីផ្សារប៉ះ support ឡើងប៉ះ support ឡើងនៅតំបន់ support ឡើងអញ្ចឹងបើសិនណាយើងអត់ដឹងថាតំបន់ support នៅកន្លែងណា resistance នៅកន្លែងណាវាជាចំណុចខ្វះខាតមួយដែលយើងត្រូវរៀននិងដឹងពីវាអញ្ចឹងបន្តមកទៀតតកតងជាមួយនឹងតំបន់ផ្សារresistance និង support ហ្នឹងវាមានពាក្យច្រើនដែលគេហៅខ្លះគេហៅតម្លៃបាតជាភាសាខ្មែរ resistance ជាតម្លៃខ្ពស់នៅខាងលើតកតងជាមួយភាសាខ្មែរនិងភាសាអង់គ្លេសមួយទៀតដែលគេនិយាយថា high low តកតងជាមួយនឹង high low ហ្នឹងក៏សំខាន់ដែរក្នុងការរៀនវិភាគទៅលើទីផ្សារទី1យើងត្រូវឲ្យដឹងថាតំបន់ណាតំបន់ high តំបន់ណាតំបន់ low តកតងជាមួយនឹងតំបន់ low គឺជាតំបន់នៅខាងក្រោម low នេះថាជាតំបន់ low ដែលនៅខាងក្រោមហ្នឹងជាតំបន់ low ដែលយើងសម្រាប់ចាត់ក្នុងការបាយឡើងហើយនៅខាងលើនេះគេហៅថា high អាហ្នឹងគេអាចហៅបានពីរទី1គេហៅបានជា resistance ផងហៅបានជា support ផងហើយខាងលើនេះគេហៅបានជា resistance ផងឬក៏គេហៅថាជា high low អញ្ចឹងណា low high low high ហើយចុះបើសិនណាគេថា sell high នេះsell high នេះគេឲ្យយើងសំដៅឲ្យយើងឲ្យ sell នៅតំបន់ high គឺ resistance នឹង sell high buy low នេះជា buy low ចុះបើយើងអត់ស្គាល់ថាតំបន់ណាជា high តំបន់ណាជា low គេប្រាប់ថា sell high buy low ក៏យើងអត់យល់ដែរថាគេឲ្យយើង sell high buy low ហ្នឹងអីគេសំដៅឲ្យអីអញ្ចឹងតើតើជាមួយនឹងពាក្យថា sell high buy low ហ្នឹងគេឲ្យយើង sell នៅតំបន់ខ្ពស់ហ្នឹងតំបន់ដែលនៅខាងលើ high ហ្នឹងបើយើង sell នៅតម្លៃខ្ពស់ទៅទីផ្សារវាធ្លាក់មកចំណេញទៅជាមួយវិស័យ forex ហ្នឹងមាន2មាន buy និង sell បើយើង sell នៅតំបន់ resistance sell នៅតំបន់ high នឹងទីផ្សារធ្លាក់មកយើងចំណេញបើសិនណាយើង buy នៅតំបន់ low នេះយើង buy low នឹងទីផ្សារឡើងទៅយើងចំណេញនេះយើង buy នៅ low ទីផ្សារឡើងទៅចំណេញនេះយើង buy នៅតំបន់ low ទីផ្សារឡើងទៅចំណេញអញ្ចឹងតើតើជាមួយនឹងមេរៀនទី1របស់យើងគឺយើងត្រូវឲ្យស្គាល់តើតើជាមួយនឹងពាក្យថា high និង low high នៅកន្លែងណាហើយ low នៅកន្លែងណាតំបន់ណាគេចាប់វាជា low តំបន់ណាគេចាប់វាជា high ហើយមួយទៀតតើតើជាមួយនឹង support និង resistance តំបន់ណាគេចាប់វាជា support នេះតំបន់ណាគេចាប់វាជា support កន្លែងណាគេចាប់ជា support យើងត្រូវស្គាល់ពីនឹងឲ្យច្បាស់តើតើជាមួយនឹង support និង resistance នេះជា resistance នេះជា support ក្នុងការរៀន analyze រៀន set up ទៅលើទីផ្សារដំបូងគឺយើងត្រូវស្គាល់ឲ្យច្បាស់តើតើជាមួយនឹង support និង resistance ហ្នឹងសិនបានយើងចូលទៅមុខទៀតចឹងតើតើជាមួយនឹងមេរៀនរបស់យើងគឺមានទី1មេរៀនទី1តើតើជាមួយ support និង resistance គឺមានប៉ុណ្ណឹងហើយយើងនឹងបន្តទៅដល់មេរៀនទី2រហូតដល់ច្រើនទៀតតើតើជាមួយ technical analysis